ជំរាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នាសូមបងប្អូនទាំងអស់ដែលបានទស្សនានៅក្នុងវីដេអូនេះសូមមេត្តាជួយ share ទាំងអស់គ្នាផងដើម្បីឲ្យពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាបានជ្រះថ្លាមើលឃើញពីសំណងនៃការសាងសង់កុដិដែលមានបណ្ដោយ30ម៉ែត្រទៅទឹក18ម៉ែត្រនិងកម្ពស់3ជាន់នៅក្នុងវត្តសុវណ្ណបារមីសិរីធីតារាមហើយវត្តស្លាកែតដែលស្ថិតនៅក្នុងភូមិដើមស្ពៃសង្កាត់ស្លាកែតក្រុងនៅខេត្តបាត់ដំបងកុដិនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រគេនចំពោះព្រះសង្ឃដែលជាសាមណសិស្សដែលមកគង់បួសស្នាក់នៅបន្តការសិក្សារៀនសូត្រនៅក្នុងសាលាពុទ្ធកបឋមសិក្សាវត្តស្លាកែតក្រុងខេត្តបាត់ដំបងនេះតែម្ដងបច្ចុប្បន្ននេះព្រះសង្ឃដែលជាសាមណសិស្សកំពុងតែបន្តការស្នាក់នៅចំនួនប្រមាណជិត190អង្គជាងកំពុងជួបការលំបាកខ្វះខាតនៅរឿងទីសនេសនៈនេះមែនទែនចឹងហើយសូមសទ្ធាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាដែលបានទស្សនានៅក្នុងវីដេអូនេះសូមមេត្តាជួយ share ផ្សព្វផ្សាយជាបន្តទៀតដើម្បីឲ្យពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាបានទស្សនានៅក្នុងវីដេអូនេះហើយនឹងកើតចិត្តកើតសទ្ធាជ្រះថ្លាដើម្បីចូលរួមចំណែកในការសាងសង់កុដិ3ជាន់ដែលមានបណ្ដោយ30ម៉ែត្រទៅទឹក18ម៉ែត្រនិងកម្ពស់3ជាន់នេះតែម្ដងសូមបញ្ជាក់ទៅពុទ្ធបរិស័ទថានៅពេលនេះកំពុងតែមានការខ្វះខាតថវិកាដើម្បីបន្តការចាក់ឡើងសន្លឹកក្នុងសេចក្ដីទី3សង្ឃឹមថាវីដេអូនេះបងប្អូនបានទស្សនាហើយនឹងបានជួយចែករំលែកការ share និងមានសទ្ធាជ្រះថ្លាចូលរួមជាបន្តទៀតជាចុងក្រោយសូមប្រគេនបុណ្យជូនបុណ្យអនុមោទនា